សៀមប្រើយន្តហោះ F16 ទម្លាក់គ្រាប់បែកមកលើខេត្តបន្ទាយមានជ័យកម្ពុជាទៀតហើយព្រឹកមិញ2គ្រាប់ទៀតហើយឥឡូវនេះថែម3គ្រាប់បន្ថែមទៀតនៅឯសេរីសុភ័ណ្ឌអនុញ្ញាតជម្រាបសួរបងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានសូមជូនព័ត៌មានអាប់ដេតបន្ទាន់ស្ដីអំពីស្ថានភាពនៅព្រំដែនកម្ពុជាថៃនៅមុននេះបន្តិចក្រសួងការពារជាតិកម្ពុជាបានធ្វើសេចក្តីប្រកាសព័ត៌មានផ្ទួនគ្នាតែម្ដងថានៅវេលាម៉ោង 14:30 នាទីរសៀលនាថ្ងៃទី 18 ខែធ្នូឆ្នាំ 2025 យោធាសៀមបានប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់បែកចំនួន2គ្រាប់នៅក្រុងសេរីសុភ័ណ្ឌខេត្តបន្ទាយមានជ័យប្រហែលជា20នាទីក្រោយមកក្រសួងបានបន្ថែមថានៅវេលាម៉ោង 14:45 នាទីយោធាសៀមក៏បានប្រើប្រាស់យន្តហោះចម្បាំង F16 របស់ខ្លួនទម្លាក់គ្រាប់បែកចំនួន1គ្រាប់ទៀតនៅក្នុងភូមិសាស្ត្រក្រុងសេរីសុភ័ណ្ឌខេត្តបន្ទាយមានជ័យដដែលបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់យើងឃើញថានៅក្នុងថ្ងៃទី 18 ខែធ្នូឆ្នាំ 2025 នេះយន្តហោះចម្បាំង F16 របស់សៀមធ្វើការទម្លាក់គ្រាប់បែកមកលើខេត្តបន្ទាយមានជ័យឈានដល់ដំណាក់កាល3លើកទៅហើយដោយព្រឹកមិញគឺវេលាម៉ោង 11:06 នាទីបានទម្លាក់2គ្រាប់នៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យចំណែកឯមុននេះបន្តិចដូចខ្ញុំជម្រាបជូនខាងលើថែម3គ្រាប់ផ្ទួនគ្នាទៀតឡើងរហូតទៅដល់5គ្រាប់ហើយត្រឹមតែរយៈពេល1ថ្ងៃតែប៉ុណ្ណោះនេះគឺជាទង្វើព្រៃផ្សៃបំផុតដែលប្រទេសថៃបានធ្វើទង្វើថោកទាបមកលើជនស៊ីវិលរបស់កម្ពុជាម្ដងហើយម្ដងទៀតដោយមិនខ្វាយខ្វល់អំពីច្បាប់អន្តរជាតិនិងមនុស្សធម៌ពិភពលោកទេភាពជឿចាប់របស់ប្រជាជនកម្ពុជាក្រោមទង្វើយងខ្នងរបស់អ្នកឯងពួកយើងជនជាតិខ្មែរទាំងអស់សូមថ្កោលទោសយ៉ាងដាច់ណាត់និងដាក់ទម្នាយឲ្យប្រទេសអ្នកឯងត្រូវវិនាសហិនហោចឆាប់នេះបងប្អូនជនរួមជាតិជាទីស្នេហាសង្គ្រាមឈ្លានពានពីសំណាក់យោធារបស់សៀមមួយនេះជិតកន្លះខែទៅហើយប៉ុន្តែសៀមវាអត់បានអីទេអញ្ចឹងវាខឹងខ្លាំងណាស់បងប្អូនចូលដល់ថ្ងៃទី18នេះវាប្រឹងបុកទ័ពថ្មើរជើងខ្លាំងមែនទែនហើយក៏ប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់ទាំងនៅសមរភូមិហើយនិងនៅទីប្រជុំជនរបស់កម្ពុជាទៀតហើយចំណែកឯទ័ពថ្មើរជើងរបស់វាក៏ធ្វើការរូលចូលមកច្រើនដែរប៉ុន្តែដោយសារតែកម្លាំងយោធារបស់កម្ពុជារឹងមាំធ្វើការវាយបំបាក់នៅនឹងកន្លែងតែម្ដងបានជាច្រើនកន្លែងខណៈពេលដែលយោធាកម្ពុជាបាននឹងកំពុងតែបន្តឈរជើងយ៉ាងរឹងមាំមិនអាចឲ្យសត្រូវចូលមកបានឡើយក្រសួងការពារជាតិកម្ពុជាបានធ្វើសេចក្តីប្រកាសព័ត៌មានដោយផ្សាយផ្ទាល់នាពេលអំបញ្ញមិញនេះថាគិតត្រឹមម៉ោង 2 រសៀលនាថ្ងៃទី 18 ខែធ្នូឆ្នាំ 2025 រហូតមកទល់ពេលនេះស្ថានភាពវាយប្រហារដោយការប្រើប្រាស់កាំភ្លើងធំការបាញ់ផ្សែងពុលនិងការបន្ថែមទ័ពថ្មើរជើងពីសំណាក់យោធាថៃនោះគឺនៅតែបន្តសកម្មភាពនៅឡើយនៅឯទិសប្រាសាទព្រះវិហារតាថាវភ្នំត្រងោលប្រាសាទតាមាន់និងភ្នំខ្មោចហើយសម្រាប់ឯព្រៃច័ន្ទវិញព្រឹកមិញចាប់តាំងពីម៉ោង 8 មកគឺវាធ្វើការបាញ់ចូលខ្លាំងមែនទែនជាពិសេសគឺកាំភ្លើងផ្លោងរបស់សៀមហើយមកទល់ថ្មនេះក៏មិនទាន់ស្ងាត់ដែរស្ថានភាពកំពុងតែប្រយុទ្ធតឹងដៃទៅវិញទៅមកដូចគ្នាបងប្អូនយោធារបស់កម្ពុជាបានបន្តឈរជើងយ៉ាងរឹងមាំដដែលពួកវានៅតែមិនអាចចល័តចូលហើយកាន់កាប់ទីតាំងណាមួយនៅលើដែនអធិបតេយ្យភាពរបស់កម្ពុជាឡើយហើយព្រឹកមិញនេះពួកវាក៏ងាប់មិនតិចដែរបងប្អូនប៉ុន្តែយើងមិននិយាយទេដោយសារតែវារឿងដដែលឲ្យតែចូលមកគឺយើងទម្លាក់ BM21 ដឹងតែស៊ីស្រស់តែម្ដងបងវរៈកងទ័ពយើងគាត់បញ្ជា BM21 មិនឲ្យខកបំណងទេបងប្អូនដាក់ចំគ្មានខុសបន្តិចទេឲ្យតែនាំគ្នារូលចូលឲ្យច្រើនមកងាប់កាន់តែច្រើនហើយប្រហែលថ្ងៃនេះងាប់ហើយអត់អាចយកខ្មោចទៅវិញបានទៀតចូលអត់បានទេបងប្អូនបងវរៈកងទ័ពយើងលែងឲ្យចូលហើយខ្មោចក៏មិនឲ្យអ្នកឯងចូលមកយកដែរសុកចិត្តឲ្យងាប់ស្អុយនៅនឹងទៅឲ្យបរទេសបានឃើញថាសាកសពទាហានរបស់អ្នកឯងនេះពិតជាបានឈ្លានពានចូលទឹកដីកម្ពុជាប្រកបមែនអញ្ចឹងស្ថានភាពនៅព្រំដែនថ្ងៃនេះមិនដឹងថាយ៉ាងណាទេរហូតទៅដល់ថ្ងៃល្ងាចហើយនឹងរាត្រីថ្ងៃទី 18 ខែធ្នូឆ្នាំ 2025 យើងនឹងបន្តរងចាំមើលសេចក្តីថ្លែងការណ៍ព័ត៌មានផ្លូវការរបស់ក្រសួងការពារជាតិជាមួយនឹងអ្នកសារព័ត៌មានសំខាន់ដែលគាត់បានធ្វើការនៅឯព្រំដែនហើយក៏សូមអរគុណដល់បងយើងដែលគាត់កំពុងតែសកម្មជាទីបំផុតសារព័ត៌មានធំខ្លះគាត់បន្ថយជីវិតដើម្បីចូលទៅយកព័ត៌មាននៅចំណុចកើតហេតុផ្ទាល់ទៀតអញ្ចឹងគឺថាបងប្អូនប្រជាជនកម្ពុជាយើងគឺស្រស់ដៃគ្នាមែនទែនដើម្បីផ្សព្វផ្សាយឲ្យពិភពលោកបានដឹងថាទង្វើដ៏ថោកទាបព្រៃផ្សៃពីសំណាក់ប្រទេសសៀមនេះមកលើប្រទេសកម្ពុជាពិតជាថោកទាបខ្លាំងណាស់ដើម្បីតែអំណាចដើម្បីតែសេចក្តីស្រេកឃ្លានឈ្លានពានទឹកដីកម្ពុជាពួកវាសុកចិត្តធ្វើគ្រប់បែបយ៉ាងទាំងអស់ទាំងការបំផ្លាញទ្រព្យសម្បត្តិប្រជាជនស៊ីវិលរបស់កម្ពុជាការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ប្រាសាទសិលារបស់ខ្មែរអាយុជីវិតរបស់ប្រជាជនកម្ពុជាទៀតតាមរយៈលក្ខខណ្ឌបែបនេះខ្ញុំបាទសូមអំពាវនាវឲ្យប្រជាជនកម្ពុជាក្រោកឡើងរួបរวมសាមគ្គីគ្នាផ្ដល់សេចក្តីស្រឡាញ់និងទំនុកចិត្តទៅលើឋានៈដឹកនាំកម្ពុជាគាំទ្រទៅលើវីរភាពដ៏ក្លាហានរបស់យោធាកម្ពុជាដែលលោកកំពុងតែមានភារកិច្ចការពារជាតិយ៉ាងរឹងមាំនៅឯព្រំដែនខណៈនេះយើងមានពេលវេលាហូបស្រួលដេកស្រួលរស់នៅជុំគ្នាជាមួយនឹងគ្រួសារប៉ុន្តែពួកលោកបាននឹងកំពុងតែផ្សងជីវិត
ពិតនៅក្នុងសមរភូមិពួកគាត់ក៏មានគ្រួសារមានប្រពន្ធមានកូនដូចយើងដែរចុះហេតុអ្វីបានជាពួកគាត់អាចធ្វើបានប្រសិនបើគ្មានពួកគាត់ទេម្លេះសំថ្ងៃនេះយើងក៏មិនអាចរស់នៅសុខស្រួលមានពេលហូបចុកគ្រប់គ្រាន់មានពេលវេលាសម្រាកសម្រានមានពេលវេលាជួបជុំគ្រួសារនិងអ្នកខ្លះទៀតមានពេលវេលាផឹកស៊ីរាំច្រៀងសើចសប្បាយក្អាកក្អាយស្រីស្រាល្បែងពាលាតើអ្នកកំពុងតែធ្វើអ្វីសូមបើកភ្នែកមើលផងពីសេចក្តីទុក្ខវេទនារបស់ប្រជាជនកម្ពុជានៅពេលបច្ចុប្បន្ននេះផ្ទះសម្បែងរាប់ពាន់ខ្នងត្រូវបានបំផ្លិចបំផ្លាញទៅដោយចោរសៀមនៅឯព្រំដែនម្នាក់ទាំងចាស់ទាំងក្មេងចាស់ជរាព្យាធិរត់បែកខ្ចាត់ខ្ចាយដោយសារតែគ្រាប់កំភ្លើងរបស់ចោរសៀមនៅតំបន់ភៀសសឹកបងប្អូនយកភ្នែកមើលផងបងប្អូនមានលុយចាយគ្រប់គ្រាន់មានម្ហូបចំណីហូបចុកគ្រប់គ្រាន់សូមធ្វើការចែករំលែកក្តីសុខរបស់អ្នកជាមួយប្រជាជនយើងដែលកំពុងតែរងទុក្ខនាពេលវេលានេះផងអរគុណ